សុំគោរពបាទយើងខ្ញុំមកពីអ្នកសារព័ត៌មានគេហទំព័ររស្មីសៀមរាបបាទថ្ងៃទី10ខែ12ឆ្នាំ2025ឋានៈនេះក៏ស្ថិតនៅបាទវត្តបាក់កម្មឃុំឈៀនមុខស្រុកស្បែងមានជ័យបាទមកផ្ដិតយករូបភាពផ្ទាល់បាទបងប្អូនបាទជនភៀសឹកបានចលះខ្លួនចេញមកពីស្រុកចំខ្សានខេត្តព្រះវិហារដោយសារខ្មាំងសៀមវាផ្លោងដាក់បាទបងប្អូនបង្ខំចិត្តចេញពីគេហដ្ឋានទីលំនៅរបស់គាត់មករស់នៅកន្លែងដែលទីទួលដែលមានសុវត្ថិភាពនេះបងប្អូនហើយឥឡូវនេះសូមអោយបាទបងប្អូនយើងបាទអ្នកសារព័ត៌មានជួយរកមនុស្សធម៌បាទដល់គាត់ជួយដល់គាត់ផងបងប្អូនបាទជាពិសេសព័ត៌មានវុទ្ធីបាទព័ត៌មានវុទ្ធីកំពង់ចាមហ្នឹងបងប្អូនបាទសូមឲ្យបងប្អូនជួយបាទរួចជំនួយជួយដល់ពួកគាត់ផងពួកគាត់កំពុងតែត្រូវការដង្ហយហាវបងប្អូនអ្នកសារព័ត៌មានយើងឲ្យបានជួយបាទជំនួយដល់គាត់ផងគាត់មកគ្មានបានអីទេបាទគាត់មកនេះគឺបាទមកតាមបង្ខំចិត្តដោយសារសង្គ្រាមផ្លោងខ្លាំងដល់ពួកគាត់មកគ្មានបានអីទេបាទពេលនេះបាទអ្នកខ្លះក៏មានតង់សម្រាប់អ្នកខ្លះក៏សម្រានផ្ទាល់ដីអ្នកខ្លះក៏មកគ្មានអីទេសំបីតែឆ្នាំងតែចានក៏អត់មានដែរអ្នកខ្លះបាទនេះបងប្អូននេះជាក់ស្ដែងបាទជំរាបសួរអ៊ំបាទធ្វើអីហើយបាទហើយមកពីខាងណាដែរហ្នឹងពីស្អែមណោះហើយបាទហើយថាបាញ់ខ្លាំងហើយខាងយើងស្អែមនោះខ្លាំងបានខ្លះក៏បានអីមកលោកពូនហើយឥឡូវបានអីមកខ្លះបានមកទិញទូចបាទអរគុណបាទអូនេះបងប្អូនយើងបាទច្រើនណាស់ហើយមកគាត់អត់មានអីទេសូមអោយព័ត៌មានវុទ្ធីជួយផងបងប្អូនបាទបងស្រីបាទធ្វើអីហ្នឹងហូបបាយបាទហើយពងអីពងហូបបាយបាទបាទហើយមកពីខាងណាដែរខ្ញុំមកពីស្អែមបាទហើយថាបាញ់ខ្លាំងហើយខាងស្អែមហ្នឹងបងប្អូនចាយើងចេញមកផុតនឹងខ្លាំងមកអញ្ចឹងគាត់មកមុនเนาะបាទអរគុណច្រើនបាទនេះបងប្អូននេះគាត់មកបាទអ្នកខ្លះក៏មកបានយកអីមកខ្លះហើយបងប្អូនបាទធ្វើអីហើយមកពីខាងណាដែរមកពីខាងណាបាទចောင်းសានហើយមកនឹងបានអីមកខ្លះទៅបើមកយ៉ាងតន់ហន់អញ្ចឹងបាទក្រុមចិនក៏ដាក់អង្គដាក់អត់ទាន់បានដាក់ស្រូវដាក់អង្គយមកเนาะបាទអីគ្រាន់ដាក់ស្រូវមកក៏ដាក់ស្រូវមកបាទហើយពេលនេះចង់ថាសុំអីពីមនុស្សធម៌បងប្អូនយើងមនុស្សធម៌ខ្លះបាទសុំសំណងពោអីខ្លះណាទៅខាងប្រពន្ធនោះចង់សំណងពោអីខ្លះសំណងពោបានអីហូបចុកហ្នឹងណាអ៊ំបាទអរគុណច្រើនបាទនេះបងប្អូនបាទនេះបាទអូមកជដូនណាគាត់ពងសាបាយបាទនេះបងប្អូនបាទសូមអោយព័ត៌មានវុទ្ធីនឹងជួយដល់ពួកគាត់ផងបាទជួយដល់ពួកគាត់ថាគាត់ស្រីសូមអោយជួយដល់ពួកគាត់ផងគាត់មកអត់មានបានអីទេបាទដោយសារចោលខ្មាំងសៀមវាផ្លោងដាក់ខ្លាំងពេកគាត់មកជាបន្ទាន់បាទនេះខ្វះគ្រប់បែបគ្រប់យ៉ាងបាទនឹងសូមគោរពលាបាទអរគុណច្រើន